អ្នកចង់ធ្វើទ្វាររៀងជុំសម្រាប់ផ្ទះរបស់អ្នកប៉ុន្តែបារម្ភថាការសាងសង់នឹងមិនស្អាតដូចការរចនាទេដូច្នេះសូម Saigon យល់បង្ហាញអ្នកនៅចំណុចគួរឲ្យចាប់អារម្មណ៍ចំនួន5ខាងក្រោមនេះជាជំហានដំបូងសូមជ្រើសរើសទីតាំងដំឡើងទ្វាររៀងជុំឲ្យសមរម្យបំផុតទ្វាររៀងជុំសមស្របសម្រាប់លំធំដូចជាបន្ទប់ទទួលភ្ញៀវឬច្រកចូលផ្ទះប្រសិនបើអគាររបស់អ្នកមានលំនៅខ្ពស់ការប្រើទ្វាររៀងជុំនឹងជួយឲ្យសម្រស់សរុបមើលទៅល្អជាងសូមចងចាំថាទ្វាររៀងជុំគួរតែមានកម្ពស់យ៉ាងហោចណាស់ 2.35 ម៉ែត្រទើបមើលទៅស្អាតបានកុំធ្វើទ្វារមានកម្ពស់ទាបជាងនេះឡើយសូមប្រាកដថាទ្វាររបស់អ្នកត្រូវបានសម្អាតនិងថែទាំជាប្រចាំដើម្បីបន្ថែមអាយុកាលនិងរក្សាសម្រស់នៃវាការសាងសង់ទ្វាររៀងជុំមួយគឺស្មុគស្មាញដោយទាមទារការប្រឹក្សាបច្ចេកទេសនិងភាពចុងប្រងចុងប្រាក់ខ្ពស់ដូច្នេះការជ្រើសរើសក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការផ្គត់ផ្គង់និងដំឡើងគឺសំខាន់ណាស់ជាពិសេសនៅពេលដែលអ្នកចំណាយថវិកាជាច្រើនសម្រាប់ទ្វារមួយនោះសូមជ្រើសរើសផលិតផលពី Saigon យល់ឲ្យបានប្រាកដថាមានគុណភាពខ្ពស់ទាក់ទងជាមួយ Saigon យល់ដើម្បីទទួលបានការប្រឹក្សានិងការជួយជាក់លាក់អំពីម៉ូដែលទ្វាររៀងជុំបានក្នុង